សួស្តីបងប្អូនទាំងអស់គ្នាដែលកំពុងតែធ្វើការនៅក្នុងប្រទេសជប៉ុនជាពិសេសនឹងគឺបងប្អូនសិក្ខាកាមក៏ដូចជាពលករជំនាញដោយសារតែមានបងប្អូនយើងជាច្រើនគាត់នៅតែមានបញ្ហាតាក់ទងជាមួយនឹងការសម្រាកប្រចាំឆ្នាំដោយមានប្រាក់ឈ្នួលដែលយើងហៅថាយើងខ្ជឺអញ្ចឹងណាអញ្ចឹងតកតងជាមួយនឹងយើងខ្ជឿនឹងមិនថាដែលយើងធ្វើការនៅក្រុមហ៊ុនឬក៏យើងធ្វើការនៅតាមផ្ទះជាមួយនឹងតកែដូចជាផ្នែកកសិកម្មក៏អីជាដើមឲ្យតែយើងធ្វើការគ្រប់ទៅតាមគោលការណ៍ទៅតាមពេលវេលាដែលគេបានកំណត់យើងនឹងទទួលបានថ្ងៃឈប់សម្រាកដែលមានប្រាក់ឈ្នួលអញ្ចឹងគឺអត់មានពិបាកយល់ទេណាបងប្អូនថ្ងៃឈប់សម្រាកដែលមានប្រាក់ឈ្នួលមានន័យថាយើងអត់ទៅធ្វើការក៏យើងអាចទទួលបានប្រាក់កម្រៃពីថ្ងៃដែលយើងឈប់បានដែរអញ្ចឹងគឺមានបងប្អូនពលករក៏ដូចជាសិក្ខាកាមយើងមួយចំនួនដែលគាត់តាក់ទងមកខ្ញុំអញ្ចឹងគាត់ថាក្រុមហ៊ុនគាត់អត់មានយឺខ្ជឺអត់មានថ្ងៃសម្រាប់ដែលមានប្រាក់ឈ្នួលនឹងទេតកែប្រាប់ថាអត់មានទេអញ្ចឹងណាហើយអ្នកខ្លះគាត់ធ្វើការ3 4 5ឆ្នាំគាត់ថាគាត់មិនដែលបានឈប់ទេអញ្ចឹងខ្ញុំចង់បញ្ជាក់ជាមួយនឹងបងប្អូនថានៅពេលដែលបងប្អូនអត់ប្រើប្រាស់វាអញ្ចឹងគឺគេនឹងកាត់ចោលវាដោយស្វ័យប្រវត្តិណាអញ្ចឹងខ្ញុំនឹងប្រាប់បងប្អូនទាំងអស់គ្នាតើយើងត្រូវធ្វើបែបណាទើបទទួលបានថ្ងៃឈប់សម្រាកដែលមានប្រាក់ឈ្នួលអញ្ចឹងចំពោះថ្ងៃឈប់សម្រាកដែលមានប្រាក់ឈ្នួលហ្នឹងគឺរាប់ចាប់ពីថ្ងៃដែលចូលធ្វើការងារកម្មករនិយោជិកពួកយើងទាំងអស់គ្នាហ្នឹងដែលបានចូលបម្រើការងាររយៈពេល6ខែជាប់គ្នាដោយថ្ងៃបំពេញការងារហ្នឹងគឺមានចំនួនចាប់ពី 80% ឡើងទៅនៃចំនួនថ្ងៃធ្វើការសរុបណាបងប្អូនយើងនឹងមានសិទ្ធិទទួលបានការឈប់សម្រាកប្រចាំឆ្នាំដោយមានប្រាក់ឈ្នួលចំនួន10ថ្ងៃបន្ទាប់ពីនោះបើយើងបន្តធ្វើការ1ឆ្នាំ6ខែទៅគឺយើងនឹងទទួលបានថ្ងៃឈប់សម្រាកដោយមានប្រាក់ឈ្នួលហ្នឹងចំនួន11ថ្ងៃបើសិនជាយើងធ្វើការបន្តរហូតដល់2ឆ្នាំ6ខែគឺយើងទទួលបាន12ថ្ងៃ3ឆ្នាំ6ខែយើងទទួលបាន14ថ្ងៃ4ឆ្នាំ6ខែយើងទទួលបាន16ថ្ងៃណាហើយ5ឆ្នាំ6ខែគឺយើងទទួលបាន18ថ្ងៃអញ្ចឹង6ឆ្នាំ6ខែគឺយើងទទួលបាន20ថ្ងៃណាអញ្ចឹងគឺចាប់ពី6ឆ្នាំ6ខែឡើងទៅគឺយើងទទួលបានតែ20ថ្ងៃទេទោះបីជាឆ្នាំទី7ក៏ដោយឆ្នាំទី8ក៏ដោយក៏យើងទទួលបានតែ20ថ្ងៃដែរដោយសារតែវាដល់កំណត់វាត្រឹមប៉ុណ្ណឹងថ្ងៃណាហើយចំពោះបងប្អូនដែលចង់បានឬក៏ចង់ប្រើប្រាស់ថ្ងៃឈប់សម្រាកមានប្រាក់ឈ្នួលហ្នឹងបងប្អូនត្រូវសួរនាំទៅខាងក្រុមហ៊ុនដែលបងប្អូនដែលកំពុងធ្វើការហ្នឹងថាខាងក្រុមហ៊ុនគឺគេកំណត់បទបញ្ញត្តិបែបណាថាដើម្បីដាក់ថ្ងៃឈប់សម្រាកដែលមានប្រាក់ឈ្នួលហ្នឹងគឺយើងត្រូវរាយការណ៍ប្រាប់គេមុនរយៈពេលប្រមាណទៅតាមគោលការណ៍ក្រុមហ៊ុនដែលគេបានកំណត់ចឹងណាក្រុមហ៊ុនភាគច្រើនក៏គេប្រាប់ថារយៈពេល2សប្តាហ៍មុនឈប់ក្រុមហ៊ុនខ្លះក៏1ខែមុនអីចឹងទៅក្រុមហ៊ុនខ្លះក៏1អាទិត្យមុនអីចឹងទៅមុនពេលដែលយើងឈប់អីចឹងទៅក្រុមហ៊ុនខ្លះមានរហូតដល់ត្រូវប្រាប់គេ2ខែអីក៏មានដែរអញ្ចឹងគឺតាក់ទងជាមួយនឹងកន្លែងហ្នឹងគឺអាស្រ័យទៅលើក្រុមហ៊ុននីមួយអញ្ចឹងណាអញ្ចឹងគឺបងប្អូនអាចសុំគេឈប់បានគ្រាន់តែយើងប្រាប់គេទៅថាយើងចង់ប្រើថ្ងៃឈប់សម្រាកដែលមានប្រាក់ឈ្នួលអញ្ចឹងទៅគឺគេនឹងឲ្យបងប្អូនសរសេរกระดาษឬក៏សរសេរអីសម្រាប់រាយការណ៍ទៅខាងក្រុមហ៊ុនគេអីអញ្ចឹងមួយទៀតហ្នឹងគឺថ្ងៃឈប់សម្រាកដែលមានប្រាក់ឈ្នួលនេះគឺបងប្អូនអាចប្រើប្រាស់បានដោយសេរីណាគឺថ្ងៃហ្នឹងគឺយើងអាចយកពេលវេលាហ្នឹងទៅសម្រាកទៅលំហែកាយឬក៏ទៅដើរលេងទៅអីក៏បានដែរអត់មានបញ្ហាទេហើយនៅពេលដែលយើងឈប់សម្រាកហ្នឹងខាងក្រុមហ៊ុនក៏គេអត់មានសិទ្ធិក្នុងការដេញដោលសួរយើងថាហេតុអីបានយើងឈប់តាណាទៅធ្វើស្អីចេះ1ចេះ2ចេះ3អញ្ចឹងទៅហើយក្រុមហ៊ុនក៏គេមិនមានសិទ្ធិក្នុងការហាមឃាត់ដាច់ហាងការថាយើងមិនអាចប្រើបានមិនអាចឈប់បានទេ
ក៏ប៉ុន្តែគឺគេមានសិទ្ធិក្នុងការសុំស្នើសុំយើងអញ្ចឹងណាឧបមាថាដោយសារតែក្រុមហ៊ុនជាប់រវល់ខ្លាំងឬក៏ក្រុមហ៊ុនអត់មានអ្នកធ្វើការអញ្ចឹងទៅគឺគេអាចសុំយើងឲ្យលើកថ្ងៃឈប់ហ្នឹងទៅថ្ងៃនេះទៅថ្ងៃនោះឬក៏ទៅខែនេះខែនោះវិញក៏មានដែរណាដោយសារតែហេតុផលការងារជាប់រវល់អីចឹងទៅអញ្ចឹងក្នុងករណីបែបនេះគឺគេមិនមែនថាគេអត់ឲ្យយើងគឺគេឲ្យគាត់ថាសុំឲ្យយើងណាយោគយល់ទៅលើខាងក្រុមហ៊ុនដែរអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងទទួលបានវាទាំងអស់គ្នាណាអរគុណច្រើន